ជំរាបសួរហើយក៏សូមស្វាគមន៍វិលត្រឡប់មកជួបជាមួយខ្ញុំបាទសារជាថ្មីបាទអញ្ចឹងថ្ងៃនេះដែរខ្ញុំមានបទបង្ហាញថ្មីបាទសម្រាប់ធ្វើការចែកម្លែកជូនដល់បងប្អូនដែលមិនទាន់បានចេះពីរបៀបនៃការបង្កើតក្រុមឆាតបាទអញ្ចឹងខ្ញុំសូមមានមតិយោបល់ក៏ដូចជាដូចថាចង់បញ្ជាក់ប្រាប់បងប្អូនត្រង់កន្លែងការដែលបង្កើតក្រុមឆាតហ្នឹងគឺបង្កើតគឺវាមានលក្ខណៈមួយគេថាវាមានអត្ថប្រយោជន៍និងអត់អត្ថប្រយោជន៍បាទអញ្ចឹងវាមានគេហៅថាបង្កើតជាលក្ខណៈមួយដែលវាមានគុណសម្បត្តិនិងគុណវិបត្តិបាទអញ្ចឹងគុណវិបត្តិហ្នឹងដូចថាការបង្កើតក្រុមឆាតហ្នឹងគឺការឆាតរបស់យើងនេះមានភាពញ៉ៃញ៉ៃបន្តិចការនិយាយការអីមានរូបភាពមានអីសំឡេងវាការឆ្លើយឆ្លងច្រើនសម្រាប់ដែលយើងដូចថាយើង add your friend ច្រើនអញ្ចឹងយើងឆាតទៅគេដឹងឮច្រើនហើយគុណសម្បត្តិគុណប្រយោជន៍ហ្នឹងគឺអញ្ចឹងបងប្អូនដូចថាយើងរកស៊ីឬមួយក៏យើងបង្ហាត់ឬក៏យើងចង់ចែករំលែកនៅចំណេះដឹងចំណេះជំនាញរបស់យើងហ្នឹងបាទចែកទៅគ្រប់របស់យើងអញ្ចឹងគេបានទទួលគេបានរៀនសូត្រពីយើងបាទពីយើងអញ្ចឹងទៅវិញទៅមកអញ្ចឹងបាទនេះហើយបាទខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនបាទការលេងគឺមានការសប្បាយការអីអញ្ចឹងឯងបងប្អូនបាទអញ្ចឹងការបង្កើតក្រុមឆាតនេះគឺយើងបង្កើតនៅក្នុងឆាតតែម្ដងបាទអញ្ចឹងបងប្អូនខ្ញុំសូមចូលទៅកាន់កន្លែងឆាតតែម្ដង Messenger នេះបងប្អូនគឺខ្ញុំថាច់ទៅលើហ្នឹងបាទមកកន្លែងនេះខ្ញុំចង់បង្កើតនៅលើឆាតនេះមួយបាទឈ្មោះឆាតនេះមួយចុះបង្កើតនៅលើឆាតនេះមួយចុះបាទខ្ញុំចង់បង្កើតនៅលើឆាតរបស់គេបាទអញ្ចឹងយើងបង្កើតគឺយើងបង្កើតនៅលើឆាតរបស់គេបាទអញ្ចឹងខ្ញុំសូមធ្វើការថាច់នៅលើ profile ហ្នឹងតែម្ដងបាទថាច់នៅលើវាទៅបាទបន្ទាប់ទៀតបងប្អូនកលេចមើលមកខាងស្ដាំដៃខាងលើនេះគេដាក់សញ្ញាឧទានពណ៌ខៀវខាងលើហ្នឹងគឺបងប្អូនធ្វើការថាច់ឲ្យចំកន្លែងហ្នឹងទៅបាទថាច់ទៅលើវាទៅបាទបន្ទាប់ទៀតខ្ញុំ scroll ឡើងទៅលើបាទបងប្អូនរកកន្លែងនេះដែលគេដាក់ថា create group with Lee នេះបាទ with Lee នេះបាទដែលខ្ញុំធ្វើការថាច់យកgroupដែលខ្ញុំចង់បង្កើតនៅក្នុងgroupរបស់គេហ្នឹងបាទបង្កើតឆាតលើឆាតរបស់គេហ្នឹងបាទនេះអញ្ចឹងបងប្អូនធ្វើការថាច់ទៅលើវាទៅបាទ create group with Lee នេះបាទថាច់ទៅលើវាបាទបន្ទាប់ទៀតអញ្ចឹងក្នុងនេះយើងចង់ add យកឆាតឬមួយក៏ manager ឬក៏ account ណាមួយបាទដើម្បីលេងគ្រប់បាទអញ្ចឹងបងប្អូនចង់ add យកនេះមួយចឹងមកបាទ2ចឹង3ចឹងមក4ចឹងមកបាទ5ចឹងមកបាទ6ចឹងមក7ចឹង8បាទ9ចឹងបាទបន្ទាប់ទៀតបងប្អូននេះចុចកន្លែងបានន័យថាចុចកន្លែងអូខេមកចុចកន្លែងអូខេបានន័យយើងបានគ្រប់ប្រហែលដែលយើងបានគ្រីសយកហ្នឹងបាទចុចអូខេមកបាទយើងបានហើយបងប្អូនអញ្ចឹងកន្លែងនេះដែរគឺដូចថាបងប្អូនចង់បង្កើតនៅដូចថាឈ្មោះគ្រប់ថ្មីបាទអញ្ចឹងបងប្អូនបង្កើតគ្រប់ថ្មីគេដាក់ទៅនេះមកបាទដាក់ name group បាទ name group កន្លែងយើងចង់បង្កើតgroupថ្មីយើងចង់ដូចថា add អ្នកថ្មីអញ្ចឹងបាទនេះ add អ្នកថ្មីអញ្ចឹង add people អញ្ចឹងយើងកន្លែងចុចកន្លែង name group នោះមកបាទបន្ទាប់ទៀតនេះដាក់ដូរឈ្មោះនឹងអញ្ចឹងមកឧទាហរណ៍បាទដូរឈ្មោះអញ្ចឹងមកឥឡូវខ្ញុំដាក់បាទខ្ញុំដាក់សូមដាក់ថាដាក់អញ្ចេះមកបាទ kiss you ចេះមកបាទសូមដាក់អញ្ចឹងបាទនេះជាការបង្ហាញ kiss you បន្ទាប់ទៀតបងប្អូនធ្វើការ save បាទ save អញ្ចឹងមកបាទអញ្ចឹងកន្លែងនេះដែរគឺយើងចង់បង្កើតកន្លែងនេះគឺយើងដាក់នេះក៏បានដែរបងប្អូនយើងដូចថាយើងចង់កន្លែងរូបថត
បាទនេះកន្លែងយើង add people អីចឹងបាទយើង add ថ្មីទៀតបាទយើង add ថ្មីទៀតមកបាទយើង add ទៅចូលgroup របស់យើងថ្មីទៀតមកយើងចង់ add យើងគ្រីសចេះមកបាទគ្រីសចេះមួយចឹងមកមួយទៀតចឹងមកបាទពីរចឹងមកបាទអញ្ចឹងយើងយកប៉ុណ្ណឹងក៏បានដែរបន្ទាប់ទៀតបងប្អូននៅ add អញ្ចឹងបានថាយើងយកបន្ថែមទៀត add ទៅលើហ្នឹងអញ្ចឹងមកបាទបន្ទាប់មកនេះបងប្អូនadd ទៅលើហ្នឹងទៅបាទអញ្ចឹងបានធ្វើការ add រួចស្រេចហើយបាទអញ្ចឹងយើងអាចលេងបានហើយបងប្អូនយើងអាចលេងលក្ខណៈឆាតទៅបានហើយបាទអញ្ចឹងសុំបែកបន្តិចបាទអញ្ចឹងយើងអាចលេងបានហើយបាទនេះកន្លែងដែលខ្ញុំនេះយកមិញហ្នឹងបាទអញ្ចឹងសូមអរគុណច្រើនបាទសូមអរគុណច្រើនសម្រាប់វីដេអូថ្មីរបស់ខ្ញុំការបង្កើតនៅgroup chat នេះបាទអញ្ចឹងក៏សូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់បងប្អូនតាំងពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលាបាទ